ផ្ទុះរឿងធំលោកតុលសរិនមេឃុំអូបីជាន់និងអ្នកស្រីពៅវណ្ណាពេលដែលកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះឆែកឆេរទីតាំងរបស់ខ្លួនបានរកឃើញឧបករណ៍បម្រើឲ្យបទល្មើសឆបោកតាមប្រព័ន្ធអនឡាញមួយចំនួនធំកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2026បានបន្តចុះពិនិត្យទីតាំងអគារមួយកន្លែងនៅផ្លូវជាតិលេខ58ឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលគេស្គាល់ថាជារបស់លោកតុលសរិនមេឃុំអូបីជាន់និងប្រពន្ធឈ្មោះពៅវណ្ណាប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សុថេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមសេនីយ៍ឯកយឹមលៀងអគ្គស្នងការរងនគរបាលជាតិក្រោមការសម្របសម្រួលពីតំណាងអัยការអមសាលាដំបងខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរនៅក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានរកឃើញទូរស័ព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងដែលបម្រើឲ្យសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam តែមិនមានរកឃើញជនល្មើសនោះឡើយបច្ចុប្បន្នកម្លាំងជំនាញបានសម្រេចបិទសៀលជាបណ្ដោះអាសន្នដើម្បីបន្តស្រាវជ្រាវតាមនីតិវិធីក្នុងរង្វង់នៃការបង្ក្រាបអគាររបស់លោកតុលសរិនដែលបានផ្ដល់ទីតាំងជួលឲ្យមានការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា Online Scam នេះតើច្បាប់នឹងមានវិធានការយ៉ាងណាជាបន្តទៀតសូមរំលឹកផងដែរថាអ្នកស្រីពៅវណ្ណាដែលត្រូវជាប្រពន្ធរបស់លោកតុលសរិនដែលត្រូវជាមេឃុំអូបីជាន់រូបនេះមានឈ្មោះល្បីល្បាញណាស់ក្នុងការរកស៊ីពូដីឡូលក់ឲ្យប្រជាពលរដ្ឋប្រមូលបានលុយរាប់លានដុល្លារតែប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារការទិញដីមិនបានដីហើយមិនមានអាជ្ញាធរដោះស្រាយជូនពួកគាត់នោះទេហើយដីដែលអ្នកស្រីពៅវណ្ណាយកទៅលក់ឲ្យប្រជាពលរដ្ឋនោះគឺជាដីរបស់គេទៅទៀតដែលមានម្ចាស់ដីគឺលោកលីសៃខៀងហើយអ្នកស្រីពៅវណ្ណារូបនេះពូកែខ្លាំងណាស់រឿងគម្រាមប្តឹងអ្នកសារព័ត៌មានចាំមើលបែកឃ្លារឿងធំបែបនេះតើអ្នកស្រីពៅវណ្ណានឹងខ្លាំងទៀតនោះទេហើយចាំមើលវាសនាអ្នកស្រីពៅវណ្ណានិងលោកតុលសរិនអាចរួចផុតពីច្បាប់ដែរឬយ៉ាងណាជុំវិញករណីនេះភ្នាក់ងាររបស់យើងនឹងរងចាំតាមដានបន្តទៀតនិងរងចាំការបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធរៀបរាប់ម៉ោងធ្វើការ